អ្នកណាម្នាក់ក៏ដោយគឺកុំនិយាយពាក្យអាក្រក់ទៅរកគេឲ្យសោះមើលទៅធ្វើបានដែរមើលទៅបើធ្វើបានគឺមានសេចក្តីសុខណាបើធ្វើអត់បានទេពាក្យអាក្រក់ហ្នឹងដូចសំឡេងកង្កែបចឹងឯងញាតិញោមស្គាល់សំឡេងកង្កែបដែរកង្កែបពេលដែលស្រែកគ្រោះថ្នាក់អត់គ្រោះថ្នាក់មិនទេហ្នឹងហើយកង្កែបឲ្យទៅពេលភ្លៀងធ្លាក់ទៅហ៊ានស្រែករឿងហ្នឹងមិនយូរទេ3ថ្ងៃចេញពីរត់នឹងបាត់តែមិនស្រួលតែល្ងាចហ្នឹងឯងគេទៅខ្វាយកបាត់ស្លាប់ដោយសារអីដោយសារសំឡេងខ្លួនឯងហ្នឹងហើយបើមនុស្សមិនដឹងទេអ្នកណាឮពោះណាពោះវាឮមិនអញ្ចឹងទេណាអញ្ចឹងសំឡេងកង្កែបហ្នឹងទៅត្រូវជាមួយខ្លួនឯងអត់ហ្នឹងប៉ុន្តែសបាយចិត្តនិយាយពីស្រែកមែនអត់ទេណាស្រែកឲ្យល្មមណាបើមិនចូលឆ្នាំងទេពោះលេបមិនអញ្ចឹងទេណាហ្នឹងសំឡេងសំដីនោះយើងដូចគ្នាតែមានមាត់និយាយអត់គិតរឿងច្រើនណាស់មែនអត់ទេណាបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងណាអ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយធ្វើតាមព្រះអង្គគឺបានសុខអ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយណាបើថាត្រូវនិយាយអាក្រក់ជាមួយអ្នកដទៃឲ្យបិទមាត់ទៅល្អជាងណាប៉ុន្តែអាហ្នឹងតើតែយើងឃើញទោសយើងឃើញទោសថាបើអាត្មាអញនិយាយអាក្រក់ជាមួយអ្នកដទៃគេមិនគេនិយាយអាក្រក់មកវិញគេមិនដែលណាមកផ្អែមជាមួយយើងមិនអញ្ចឹងទេណាអាហ្នឹងដែលយើងត្រូវដឹងអញ្ចឹងដែលយើងនិយាយល្អហ្នឹងឈ្មោះថាយើងការពារខ្លួនឯងអត់ណាកាលណាដែលយើងនិយាយល្អជាមួយអ្នកដទៃគឺឈ្មោះថារក្សាខ្លួនឯងឈ្មោះថាការពារខ្លួនឯងណាអាហ្នឹងសម្ដីល្អហ្នឹងគឺថាដូចជារបងការពារចឹងឯងប៉ុន្តែយើងវាមិនងាយដឹងទេដូចនិស្សិតណាមួយនោះនៅស្ងៀមទៅនិយាយថាចង់ធ្វើឃាតគេចាប់ដាក់គុកបាត់និយាយអត់ប្រយោជន៍សោះហ្នឹងមែនអត់ណាដោយសារសម្ដីនេះណាដូចចង្កែបហៅពោះចឹងឯងណា